បាទសួស្តីបងប្អូនអរគ្នាឥឡូវថ្ងៃនេះយើងបានឃើញព័ត៌មានពី Unlock Tool ការអាប់ដេតចឹងការអាប់ដេត Unlock Tool ដងនេះគឺយើងឃើញនេះពីការបែបពីមុនឡើយតាក់ទងនឹង chip ឬក៏ boot RAM disk ហ្នឹងគឺយើង support បានត្រឹមតែ iPhone X ចុះក្រោមទេតែឥឡូវវា update ម្ដងនេះ support ដល់ប្រភេទ CPU A12 និង A13 ចឹងយើងចូលមកមើលUnlock Tool របស់យើងពេលដែលយើងចូលមកកាន់ Unlock Tool យើងចុចកន្លែងនេះមកយើងចូលកន្លែងណាមួយក៏បានដែរយើងឃើញបានតែត្រឹមនេះទេចា៎ណាយើងឃើញបានត្រឹមតែ boot RAM disk A9 ហើយ proxy diag purple ឬក៏ hello screen passcode function យើងឃើញតែប៉ុណ្្នឹងឯណាតែឥឡូវហ្នឹងបន្ថែមមុខងារមួយទៀតគឺ RAM disk A12 និង A13 ចឹងថាតើ A12 A13 ហ្នឹងវាមានសមត្ថភាពធ្វើអីខ្លះឥឡូវខ្ញុំឧទាហរណ៍មួយកាលពីមុនឡើយយើងចូលមកបានត្រឹមហ្នឹងគឺយើងមានកម្មវិធីតាក់ទងនឹងការ backup ទៅលើប្រភេទ iPhone ដែលជាប់កូដដៃ disable អីហ្នឹងឬក៏យើងចង់ bypass អីយើងមាន option ទាំងអស់នេះហើយយើងមាន PWNDFU អញ្ចឹងណា PNWDAU ហ្នឹងគឺដើម្បី boot iPhone អញ្ចឹងណាបន្ទាប់មកយើងក៏រើស file ហើយយើងរើស iOS តាមប្រភេទ model ទូរស័ព្ទយើងចុច boot ឬ boot យ៉ាងអីបានតាមចិត្តយើងទាំងអស់អញ្ចឹងណាកន្លែងហ្នឹងកន្លែងនេះអត់មានទេតែឥឡូវវាមានអានេះមកហើយណាវាមានអានេះអញ្ចឹងកាលមុន support ត្រឹមតែ A9 ទេឥឡូវហ្នឹងវា support ដល់ A12 និង A13 A12 A13 គឺសំដៅទៅលើ Unlock Tool មានសមត្ថភាពក្នុងការ boot ឬក៏ bypass ទូរស័ព្ទដែលជាប់កូដដៃជាប់ iCloud អីហ្នឹងគឺ bypass រហូតដល់ A12 និង A13 បើតាមដឹងចាប់ពី iPhone 11 Pro Max នេះគឺយើងអាចធ្វើបានបងប្អូនគាត់ចុច option នេះមកប៉ុន្តែវាខុសគ្នាត្រង់ថា A10 A9 ហ្នឹងគឺយើងមានអាបតុងនេះអា PWND នេះបើដល់ A13 គឺអត់មានទេវាមានតែ select boot ហើយនឹង boot តែម្ដងចុះយើងបាន PWND នឹងមកពីណាបើយើងអត់មាន option ហ្នឹងអញ្ចឹងមានន័យថាវានៅក្នុងនេះUnlock Tool បានឲ្យ file មកហើយណា file boot A12 A13 ហ្នឹងប៉ុន្តែវាអត់មាន option សម្រាប់enable boot នៅលើទូរស័ព្ទគេថា PWNDFU នោះយើងអត់មានអញ្ចឹងហើយបាន Unlock Tool តម្រូវឲ្យយើងប្រើជាមួយនេះប្រើគោលជាមួយនេះបងប្អូននេះយើងធ្វើ PWND ដោយការប្រើ liter 8ជាមួយនឹង USB មួយដែលមានឈ្មោះថា RP23H USB-A ហ្នឹងឲ្យប្រើជាមួយហ្នឹងបងប្អូនឲ្យយើងប្រើហ្នឹងអញ្ចឹងអាប្រភេទ USB ហ្នឹងនេះរៀងចេះបងប្អូននេះឃើញនេះយើងអាចប្រើអានេះក៏បាននេះឃើញទេ RP23H ឬក៏ RP2040 ជាដើមហ្នឹងឬក៏ប្រើមួយណាក៏បានដូចជាអានេះក្តីអានេះក្តីគឺសិតតែ support ទេបងប្អូននេះអញ្ចឹងណាយើងត្រូវមានអាហ្នឹងអញ្ចឹងអាហ្នឹងឥឡូវគឺនៅស្រុកខ្មែរយើងមានតែលក់ច្រើនណាស់ហ្នឹងអញ្ចឹងសំខាន់នៅលើ Unlock Tool វាមានឲ្យយើងធ្វើបានហើយណាបងប្អូនណា update របស់នេះគឺអេមចុះបើយើងចង់តែ download អា file boot RAM នេះdown ណាបងប្អូនគ្រាន់តែចូលកន្លែង download មកនេះបងប្អូនថយក្រោយមកចូលមកកន្លែងនេះមកណាទេបើកន្លែងនេះអត់មានកន្លែង down ទេឃើញទេអញ្ចឹងបងប្អូនចូលមកថយក្រោយបន្តិចបន្ទាប់មកបងប្អូនចុចពាក្យ download ចុចទៅវានាំបងប្អូនមកកាន់ដល់កន្លែងហ្នឹងមកដល់កន្លែងហ្នឹងបងប្អូនឃើញនេះឃើញទេនេះ driver នេះឃើញទេកាលមុនអត់មានទេ option RAM disk A12 A13 មានទេវាមានតែនេះតែឥឡូវម្ដងនេះអញ្ចឹងបងប្អូនចុចចេះមកឲ្យ down នៅនេះ iPhone XR XS XS Max 11 11 Pro 11 Pro Max ឃើញទេ iPhone SE 2020ហើយនឹង iPad 8 iPad 9 iPad Air Air 3 iPad Mini 5 អីជាដើមហ្នឹងអញ្ចឹងនេះឯងគឺជាប្រភេទ RAM disk ដែលយើងអាច down អញ្ចឹងយើងចង់ down មួយណាយើងគ្រាន់តែចុចទៅថា XR អញ្ចឹងចុចលើវាមកវាមានមកផ្លុះវាមាន support ដល់ version 18.6.1 ឥឡូវខ្ញុំចូលទៅមើល iPhone 11 Pro Max តើ support ដល់ version ណាចូលដល់6 Pro Max ដាស់សាយនេះបងប្អូន support រហូតដល់ version ចុងក្រោយ 26.3.1 អានេះ version ចុងក្រោយអញ្ចឹងមានន័យថា XS Max នេះគឺវា support version ដែលវាដាក់ឲ្យ support ទៅក្នុង model ហ្នឹងប្រហែលគឺ support ដល់ version ចុងក្រោយតែម្ដង
ចឹង em មែនតើ unlock tool បានធ្វើម្ដងនេះគឺធ្វើឲ្យយើងមានកម្លាំងមានទឹកមាត់ធ្វើការបានច្រើនទៀតហើយបងប្អូនចឹងណាចឹងយើងអត់ពិបាកទេយើងមានម្ដងកន្លែងនេះយើងអាចធ្វើបានច្រើនណាមាន boot RAM disk មានអីចឹងទៅប៉ុន្តែ complex ដូចខ្ញុំនិយាយចឹងបងប្អូនត្រូវតែមានអានេះមួយដែរនេះត្រូវតែមាននេះត្រូវតែមានអានេះដើម្បីនេះត្រូវមាននេះតែ USB នេះដើម្បីធ្វើ PNDW PWND ចឹងអរគុណច្រើនបងប្អូនអរគ្នាបងប្អូនអាច down ឲ្យមកមើលខ្លួនឯងទៅនេះវាដាក់ដែរកន្លែងនេះឃើញទេ support នេះ support Apple ហ្នឹង Apple chip ទេបងប្អូននេះ support ពេញលេញតែម្ដងbackup passcode restore passcode read account read hardware info ហើយនឹង read iOS factory reset អីជាដើមហ្នឹងប៉ុន្តែកន្លែងនេះវាដាក់ថាដែរដូច PWND គឺត្រូវតែប្រើ USB នេះប្រើ USB មួយនេះ USB letter 8តែមានជាមួយនឹង RP2350 ឬក៏ RP2040 ជាដើមហ្នឹងអញ្ចឹងណាបាទអរគុណច្រើនសម្រាប់វីដេអូនេះគ្រាន់តែការបង្ហាញដើម្បីគ្នាយើងមានទឹកចិត្ត